សាធារណជននិងអ្នកសារព័ត៌មានទាំងអស់ជាទីរាប់អាននាងខ្ញុំសូមអនុញ្ញាតធ្វើការជម្រាបជូននៅថ្ងៃទី8ខែធ្នូឆ្នាំ2025នេះយោធាថៃបានបន្តបើកការបាញ់ប្រហារសារជាថ្មីមកលើកងកម្លាំងកម្ពុជានៅគ្រប់ទិសនៅក្នុងយុទ្ធភូមិភាគទី4ចាប់ពីវេលាប្រមាណម៉ោង5:04 នាទីព្រឹកការបើកការបាញ់ប្រហារនេះធ្វើឡើងក្នុងតំបន់អានសេះនៅប្រាសាទតាបន់ធំនៅប្រាសាទព្រះវិហារនៅ5មករានៅចំការជែកនៅមុំ3នៅភ្នំខ្មោចនិងគោល8នៅប្រាសាទតាក្របីនិងប្រាសាទខ្នាលើពីនេះទៅទៀតការបាញ់ប្រហាររបស់យោធាថៃឈានទៅដល់ភូមិរស់នៅរបស់ប្រជាពលរដ្ឋនៅក្នុងខេត្តឧត្តរមានជ័យខេត្តព្រះវិហារបានបណ្ដាលឲ្យប្រជាជនស្លូតត្រង់រងរបួសមួយចំនួននិងមានការឆេះផ្ទះសម្បែងរបស់ប្រជាពលរដ្ឋស្លូតត្រង់ជាច្រើនខ្នងនិងធ្វើឲ្យប្រជាជនក្មេងចាស់ប្រុសស្រីត្រូវបង្ខំចិត្តជម្លៀសទៅទីតាំងសុវត្ថិភាពបណ្ដោះអាសន្នភ្លាម